ជំរាបសួរមកមកទីស្រឡាញ់ទាំងអស់គ្នាទូឈើធ្នងក្បាច់ខ្មែរនៅក្នុងស្តុករបស់យើងចាប់ដើមរួចរាល់4គ្រឿងទៀតហើយបន្ទាប់ពីនេះខ្ញុំទៅកន្លែងជាងពេលព្រឹកពេលល្ងាចក៏ជាងបានតឡើងជូនរួចរាល់ហើយក៏យើងចាប់ដើមដឹកចូលមកកន្លែងខាត់បាញ់ថ្នាំសម្រាប់ឈើពេលមិនទាន់ខាត់បាញ់ថ្នាំគឺយើងអត់ទាន់ឃើញសាច់កាយ៉ៅឈើស្អាតទេប៉ុន្តែនេះខ្ញុំជាយាមធ្វើវីដេអូពីសាច់ឈើឆៅដែលយើងមិនទាន់ធ្វើថ្នាំតែមិនទាន់ឃើញសម្រស់ហ្នឹងណាឲ្យបងប្អូនមើលឲ្យបានច្បាស់ដើម្បីអីដើម្បីដឹងថាតើឈើនឹងស្អាតឬមួយក៏ឈើនឹងស្អុយតើកាលណាឈើនឹងធ្វើថ្នាំហើយគឺបងប្អូនមើលឡើងដឹងឈើនឹងស្អាតស្អុយអីអញ្ចឹងសម្រស់ទោះជាយើងថតពីមិនទាន់ធ្វើថ្នាំវាអត់ឃើញស្អាតអ្នកខ្លះគឺគាត់អត់ទាន់ស្រឡាញ់ទេអញ្ចឹងប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមើលវីដេអូរបស់នាងខ្ញុំហើយមើលពីប្រវត្តិរូបទូតើទូនឹងមុននឹងធ្វើថ្នាំតើសាច់ឈើនឹងស្អាតឬមួយក៏ស្អុយអញ្ចឹងគឺនាងខ្ញុំមានប្រវត្តិរូបឲ្យបងប្អូនតាមដានเพจនាងខ្ញុំទាំងអស់មិនមែននៅសុកបងប្អូនណាទូនេះខ្ញុំស្តុកទុក2ឆ្នាំហើយ3ឆ្នាំហើយបានខ្ញុំបញ្ចេញលក់អត់ទេបងប្អូនអីវ៉ាន់គឺខ្ញុំបើខ្ញុំតបថា2ឆ្នាំ1ឆ្នាំ2ឆ្នាំ1ខែ2ខែគឺបងប្អូនអាចអស់មើលវីដេអូមុនមានមិនអត់មានទេអីវ៉ាន់ដែលខ្ញុំធ្លាប់ផុសលក់ពួកអីធម្មតាតើកាលណាខ្ញុំធ្វើហើយខ្ញុំយកមកផុសលក់អីខ្ញុំអត់យកទៅលាក់ទុក2ឆ្នាំហើយបានមកផុសលក់អីតានេះជូនថាអ្នកលក់អ្វីនិយាយការពិតបានអ្នកលក់និយាយអត់អួតលើសពីការពិតទេអញ្ចឹងសម្រាប់សាច់ឈើទូមើលមិនទាន់ឃើញស្អាតទេពេលហ្នឹងប៉ុន្តែទៅពេលធ្វើថ្នាំឲ្យបងប្អូនមើលឃើញស្អាតហើយប៉ុន្តែធ្វើវីដេអូនេះដើម្បីឲ្យបងប្អូនឃើញប្រវត្តិរូបនៃការទីសម្រាប់ពីដើមដែលយើងមិនទាន់បានកែសម្ផស្សដែលយើងមិនទាន់ផាត់មុខឲ្យដឹងថាតើសាច់ឈើនឹងស្អាតឬមួយក៏ស្អុយអញ្ចឹងបងប្អូនអាចផ្ដល់ទំនុកចិត្តមកលើเพจនេះខ្ញុំបាន 100% បងប្អូនអាចទិញបានអីវ៉ាន់បានស្អាតនេះខ្ញុំលក់អីវ៉ាន់ចេញពីសិប្បកម្មផ្ទាល់តម្លៃផ្ទាល់ដឹកផ្ទាល់ជូនបងប្អូនធានាជូនថាតម្លៃមិនឲ្យបងប្អូនទិញហើយតែថ្លៃជាងគេទេតែបើសិនជាបងប្អូនយកអីវ៉ាន់អនមកប្រៀបធៀបជាមួយអីវ៉ាន់នេះខ្ញុំដឹងតែរបស់ខ្ញុំថ្លៃជាងគេបងប្អូនកុំថាលុយទូកុំថាលុយឈើកុំថាលុយគ្រឿងសង្ហារិមសំបីតែឆ្នាំងចានដៃចានជ័រយើងហ្នឹងក៏ក្រាស់ស្ដើងក៏វាតម្លៃខុសគ្នាដែរអញ្ចឹងកុំយកអាស្ដើងមកប្រៀបជាមួយអាក្រាស់ណាអ្នកលក់សុំបជាឲ្យហើយបន្ទាប់ពីវីដេអូនេះហើយវីដេអូបន្ទាប់អាចនឹងជាវីដេអូដែលយើងធ្វើថ្នាំហើយបងប្អូននឹងបានឃើញពីសម្រស់សាច់ឈើកាយ៉ៅឈើក្បាច់ដែលយើងបានធ្វើថ្នាំហើយគឺវាឃើញស្អាតជាងដែលយើងតន់ធ្វើថ្នាំដោយសារពេលដែលយើងតន់ធ្វើថ្នាំសាច់ឈើវាមិនតន់លត់កាយ៉ៅមកទេអញ្ចឹងកុំភ្លេចតាមដានអ្នកលក់នៅវីដេអូបន្តទៀតណាអរគុណច្រើនអ្នកទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាដែលកំពុងមើលវីដេអូហ្នឹងជូនពរអ្នកទាំងអស់គ្នាសុខភាពល្អក្រុមគ្រួសារទាំងអស់គ្នាជួបតែសេចក្តីសុខសប្បាយរកស៊ីទទួលទានមានបានធ្វើដំណើរទៅណាមកណាជួបតែសុវត្ថិភាពគ្រប់ពេលវេលាទាំងអស់ហេងហេងឆ្នាំថ្មីទាំងអស់គ្នាអរគុណច្រើន